ថ្ងៃ7 មករា79ថ្ងៃចោយួនចូលឆ្លៀនពៀនលេបទឹកដីខ្មែរថ្ងៃ7 មករាឆ្នាំ79ជាថ្ងៃចោយួនចូលលេបទឹកដីបញ្ចូលកម្លាំងពងខ្មាំងព្រៀបផ្សាយចូលមកប្រឡាយអង្ខំបតៃដល់ជានខេមរាយួនលើកបន្ទប់លោកហេងសំរិនហ៊ុនសែនជាសៀមនឹងបរិវារឲ្យឡើងដឹកនាំរដ្ឋកម្ពុជាយួនមានអញ្ញាបងកប់បញ្ជាតាមតែខ្សែញាក់ចោយួនរៀបចំក៏5ជាលបែងឲ្យខ្មែរវងវែងស្លាប់រាប់សែននាក់ខ្លាំងអត់បាយខ្លាំងដេញស្លាប់ខ្លាំងរុងរៀងខ្លាំងគ្រុនញាក់ធ្លាក់ខ្លួនឈឺខ្លាំងទៀនពីងកាអីលើអាយ៉ងហ៊ុនសែនបានដៃដុតផ្ទាំងផ្លន់ដីទូទាំងរដ្ឋាតាំងនាមខ្លួនស្ដាច់ច្របាច់ខេមរាបងកើតអុកញ៉ាប្រហារៀងខ្មែរថែយួនឆ្លៀនពៀនយួនរៀបចំក៏5ជាលបែងឲ្យខ្មែរវងវែងស្លាប់រាប់សែននាក់ខ្លាំងអត់បាយខ្លាំងដេញស្លាប់ខ្លាំងរូងរៀងខ្លាំងគ្រុនញាក់ធ្លាក់ខ្លួនឈឺខ្លាំងទៀនពីងកាអីលើអាយ៉ងហ៊ុនសែនបានដៃដុតផ្ទាំងផ្លន់ដីទូទាំងរដ្ឋាតាំងនាមខ្លួនស្ដាច់ច្របាច់ខេមរាបងកើតអុកញ៉ាប្រហារៀបខ្មែរថែយួនឆ្លៀនពៀនឆ្លៀនពៀនលេបទឹកដីខ្មែរ